នៅព្រឹកមួយដែលស្ងប់ស្ងាត់ក្នុងព្រៃធំសត្វគ្រប់ប្រភេទរស់នៅដោយសុខសាន្តក្រុមអ្នកក្លាហានទាំង5កំពុងត្រៀមខ្លួនសម្រាប់ថ្ងៃថ្មីពោរពេញដោយការផ្សងព្រេងភ្លាមដីក៏ចាប់ផ្ដើមរុញជួយ ទឹកក្នុងព្រែកធ្លាក់ចុះយ៉ាងឆាប់រហ័សធ្វើឲ្យសត្វទាំងឡាយមានការភ័យភ័យជាខ្លាំងក្រុមអ្នកក្លាហានទាំង5ចាប់អារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីពួកគេដើរតាមសញ្ញាអស្ចារ្យហើយបានឃើញរូងថ្មមួយបញ្ចេញពន្លឺមន្តអាគមទាំង3សម្រាប់ចូលទៅពិនិត្យមើលនៅក្នុងរូងថ្មពួកគេឃើញថ្មបុរាណមួយដែលគ្រប់គ្រងសមតុល្យធម្មជាតិទាំងមូលវាបញ្ចេញថាមពលប្លែកមិនធម្មតាភ្លាមសត្វស្វាមួយលោតចូលយ៉ាងឆាប់រហ័សហើយលួចយកថ្មទៅវាគិតថាការកាន់កាប់ថ្មនេះអាចធ្វើឲ្យវាក្លាយជាអធិរាជព្រៃក្រុមអ្នកក្លាហានទាំង5មិនពន្យាពេលទេពួកគេចាប់ផ្ដើមតាមដានសត្វស្វាដោយកម្លាំងសាមគ្គីភាពរបស់ពួកគេធ្វើឲ្យសត្វស្វារំខានខណៈដែលមីលីឆ្លាតវៃស្ទុចញ៉ាក់ថ្មវិញRiver បិទផ្លូវឲ្យគេមិនអាចគេចខ្លួនបានតាមផ្លូវព្រៃដែលពោរពេញដោយឧបសគ្គនិងចលនាលឿនបំផុតពេលថ្មត្រឡប់ទៅកន្លែងដើមព្រៃក៏ត្រឡប់ទៅជាសភាពដើមវិញក្រុមអ្នកក្លាហានទាំង5អបអរសាទរដោយសារតែពួកគេបានការពារព្រៃជាថ្មីម្ដងទៀត